hai tha chiaประเภทការប៉ុនប៉ងត្រូវបានទៅឬហៅក្នុងវងកញ្ចក់ថាជាបទល្មើសប៉ុនប៉ងមួយលុះត្រាដែលប្រមូលផ្ដុំនៅលក្ខខណ្ឌ2យ៉ាងលក្ខខណ្ឌទី1គឺបានន័យថាចារីបានចាប់ផ្ដើមអនុវត្តបទល្មើសរបស់ខ្លួនគឺបានន័យថាចារីបានប្រព្រឹត្តអំពើមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើសដោយករណីមិញអញ្ចឹងការដែលគាត់ត្រៀមលក្ខណៈត្រឹមសម្លៀងកបិតអត់មានបញ្ហាទេនៅពេលដែលគាត់យកកំបិតហ្នឹងទៅពួនស្ទាក់នៅពេលជូនមកដល់នោះគឺជាការចាប់ផ្ដើមប្រព្រឹត្តបទល្មើសរួចទៅហើយអញ្ចឹងលក្ខខណ្ឌទី1បានរំពេញប៉ុន្តែការចាប់ផ្ដើមប្រព្រឹត្តបទល្មើសត្រឹមតែប៉ុណ្ណឹងមិនទាន់អាចចាត់ទុកថាជាអំពើប៉ុនប៉ងដែលត្រូវបានទីទោសឬហៅថាបទល្មើសប៉ុនប៉ងទេគឺត្រូវបំពេញលក្ខខណ្ឌទី2ទៀតលក្ខខណ្ឌទី2មានន័យថាម៉េចគឺចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្តតែត្រូវបានរារាំងឬអាក់ខានដោយឥទ្ធិពលនៃកលៈទេសៈក្រៅឆន្ទៈរបស់ខ្លួនមានន័យសំដៅលើសាមភាពដូចម្ដេចឧទាហរណ៍គាត់បានត្រៀមលក្ខណៈអីយ៉ាងរួចហើយគាត់ទៅពួនស្ទាក់ហើយគាត់បានយកកបិតចេញមកដើម្បីវាយប្រហារទៅលើអ្នកនឹងហើយប៉ុន្តែមុនពេលដែលគាត់សម្រេចបទល្មើសរបស់គាត់ដោយសារតែជននោះមិនទាន់មកដល់គាត់អាចគិតឡើងវិញហើយគាត់អាចបញ្ឈប់សកម្មភាពរបស់ខ្លួនដោយស្ម័គ្រចិត្តឧទាហរណ៍គាត់អាចគិតថាការសម្លាប់គេគឺត្រូវមានទោសផ្ដន្ទាទោសដាក់គុកធ្ងន់ធ្ងរការសម្លាប់គេគឺជាអំពើបាបមួយដែលគាត់អាចទៅជាតិក្រោយមានបញ្ហាចេញចុះហ្នឹងទៅគាត់អាចសម្រេចចិត្តដកឃ្លាមកវិញហើយគាត់បញ្ឈប់ការប្រព្រឹត្តបទល្មើសទៅលើជនរងគ្រោះទៀតនៅក្នុងសារភាពបើគាត់បញ្ឈប់ទៅវិញដោយស្ម័គ្រចិត្តយ៉ាងដូចនេះច្បាប់គេថាមិនធ្វើការផ្ដន្ទាទោសជននោះទេបាទប៉ុន្តែផ្ទុយទៅវិញបើគាត់បញ្ឈប់ដោយស្ថានភាពមួយគេហៅថាក្រៅឆន្ទៈរបស់គាត់មានន័យថាឬមួយក៏មានការអាក់ខានកលៈទេសៈពីខាងក្រៅទៅបង្អាក់គាត់ដើម្បីកុំឲ្យប្រព្រឹត្តបទល្មើសឧទាហរណ៍ថានៅពេលដែលគាត់ត្រៀមហ្នឹងស្រាប់តែប៉ូលីសគាត់ធ្វើគេហៅថាការត្រួតពិនិត្យអញ្ចឹងខ្លាចប៉ូលីសដឹងគាត់ដកឃ្លាទៅវិញការដកឃ្លាទៅវិញនេះមិនមែនជាការដកឃ្លាក្នុងស្ថានភាពនៃការបញ្ឈប់ទៅវិញដោយស្ម័គ្រចិត្តទេគឺបានន័យថាអាក់ខានទៅវិញដោយកលៈទេសៈក្រៅឆន្ទៈរបស់គាត់ឬមួយក៏ស្ថានភាពមួយទៀតអាចឧទាហរណ៍ថាគាត់មានកបិតមានអីចឹងគាត់អាចបញ្ឈប់ទៅវិញឬមួយក៏គាត់មិនអាចសម្រេចបទល្មើសដោយសារតែភាពមិនប៉ិនប្រសប់របស់គាត់កាប់គេប៉ុន្តែកាប់គេអត់ត្រូវហើយគេអាចមានវិធីគេតបតមកវិញអញ្ចឹងគាត់មិនអាចសម្លាប់គេបានអញ្ចឹងការអាក់ខានក្នុងការសម្រេចបទល្មើសប្រភេទនេះក៏ជាការអាក់ខានក្រៅឆន្ទៈហើយគាត់ត្រូវទទួលត្រូវពីការប៉ុនប៉ងខ្ញុំសូមអនុញ្ញាតជម្រាបជូននៅចំណុចខ្លីមួយទៀតអំពីស្ថានភាពនៃដំណាក់កាលនៃការប្រព្រឹត្តបទល្មើសមិញការបញ្ឈប់ទៅវិញដោយស្ម័គ្រចិត្តមិញនេះគឺដាច់ខាតទៅធ្វើការបញ្ឈប់បទល្មើសនេះដោយស្ម័គ្រចិត្តឲ្យបានមុនពេលមានការសម្រេចបទល្មើសមានន័យថាបើគាត់ចាប់ផ្ដើមកាប់គេស្លាប់ហើយអាហ្នឹងវាលែងនេះហើយវាលែងជាការប៉ុនប៉ងបទល្មើសបានសម្រេចហើយប៉ុន្តែយើងអាចលើកឧទាហរណ៍ថាគាត់ចូលទៅក្នុងផ្ទះណាមួយគាត់លួចកង់បោះឧទាហរណ៍យាយណាម្នាក់ដែលគាត់នៅម្នាក់ឯងហើយគាត់ប្រើប្រាស់កង់ហ្នឹងជាមធ្យោបាយដើម្បីគាត់ធ្វើអាជីវកម្មដឹកតកួនដឹកអីទៅផ្សារលក់ឧទាហរណ៍អញ្ចឹងគាត់ចូលទៅគាត់លួចយកកង់បានពេលដែលគាត់លួចកង់នឹងបានយកទៅដល់ផ្ទះហើយគាត់អាចគិតឃើញថាទេលួចកង់គេទី1គឺជាបទល្មើសអាចមានទោសគាត់អាចគិតឃើញថាលួចកង់ពីណាមិនដឹងទេប៉ុន្តែលួចកង់ចំជនរងគ្រោះដែលជាមនុស្សចាស់ជរាអញ្ចឹងហើយគាត់ប្រើប្រាស់កង់ជាមធ្យោបាយដើម្បីចិញ្ចឹមជីវិតអញ្ចឹងលួចកង់ហាក់បីដូចជាសម្រាប់គាត់អញ្ចឹងគាត់អាចមានចិត្តអាណិតអាសូរឡើងវិញសារភាពនេះហើយគាត់យកកង់នេះមកឲ្យជនរងគ្រោះទៅវិញនៅក្នុងសារភាពបើគាត់សារភាពរបៀបតែគាត់យកកង់ទៅហើយលួចទៅហើយយកកង់មកឲ្យវិញនេះច្បាប់គេអត់ចាត់ទុកថាជាការបញ្ឈប់ទៅវិញដោយស្ម័គ្រចិត្តហើយដែលអាចលើកលែងជននោះពីការទទួលត្រូវព្រមត្តនទេច្បាប់នៅតែចែងផ្ដន្ទាទោសដដែលអំពើនេះនៅក្នុងទ្រឹស្ដីគេឈ្មោះថាគឺជាការស្ដាយក្រោយដោយសកម្មគាត់ស្ដាយក្រោយអំពើរបស់គាត់ប៉ុន្តែមិនមែនស្ដាយក្រោយដោយអកម្មទេគឺស្ដាយក្រោយដោយសកម្មហ្នឹងគឺយកម៉ូតូយកកង់ឲ្យគេវិញប៉ុន្តែបើគាត់ស្ដាយក្រោយដែរពេលខ្លះគាត់ស្ដាយក្រោយប៉ុន្តែស្ដាយក្រោយដោយអកម្មមានន័យថាស្ដាយក្រោយប៉ុន្តែក៏អត់ធ្វើអីលួចស្ដាយដែរប៉ុន្តែធ្វើមិនលួចរួចហើយទុកសិនក្នុងសារភាពនៃការស្ដាយក្រោយសកម្មប្រភេទហ្នឹងយកកង់ឲ្យគេវិញច្បាប់មិនអាចលើកលែងគាត់ពីការទទួលរឹបព្រមត្តនទេប៉ុន្តែគាត់អាចទទួលបាននៅស្ថានសម្រាលពីតុលាការនេះគឺពាក់ព័ន្ធជាមួយនឹងដំណាក់កាលនៃការប្រព្រឹត្តបទល្មើសហើយសូមបញ្ជាក់ជូនផងដែរថានៅក្នុងការប៉ុនប៉ងដែលអាចមានការទទួលត្រូវផ្នែកព្រំប្រទានគឺចំពោះបទល្មើសក្រិតរាល់ការប៉ុនប៉ងទាំងអស់ត្រូវតែមានទោសត្រូវតែផ្ដន្ទាទោសប៉ុន្តែចំពោះការប៉ុនប៉ងក្នុងបទល្មើសមជ្ឈិមវិញអាចផ្ដន្ទាទោស
cả này pon pong trong bọt mồm chấm bán lúc ra thì miền chụp chay chừng all chụp lo thả cá pon pong nút cứ trâu bọt thì tổ u thì họ đôi chia bọt mười lúa để miền chay trong miền tra bay rồi hà bay trong miền tra bay rồi hà và mùi chẳng bọt mười lúa cứ chia một phết bọt mồm bị chầm đầm bay ai ao cá pon pong ai trâu bọt thì tổ ta miền tra bay rồi hà bay trong miền tra bay rồi hà và muối ông pi cá pon pong và bọt ông mười lúa lúc ra thì miền chụp chay chừng all trongนี้คือយើងមាន tra bay rồi 61 để chay những all lòng pi cả nấy chị đã thà cá pon pong và bật bọt mà châm để miên chay trong này ní trâu đòn thì tốt đôi khi nâng bọt mới mà châm càng lừa đài miên này thà trâu để miên chụp bắp chẳng all thà cá pon pong và bật bọt mà châm đó thời miên tốt tớp trong cả này ní cá pon pong và bật bọt mà châm ai trâu đòn thì tổ bàn chủng púc cá pon pong và bật bọt là hụ cứ miên tổ tì ní bà ăn là lắm để ta miên ra một phây bằng pol để chay được trong cả thà khăn chừng nói thà cá pon pong trong bọt là hụ pum tổ tua cá đòn thì tổ tì ចា បាទសូមអរគុណ សូមអរគុណឯកឧត្តម